មិនអីទេខ្ញុំមិនអីទេមើលទៅពួកអ្នកនោះសុទ្ធតែជាអ្នកខ្លាំងទោះខ្លាំងប៉ុណ្ណាក៏ខ្លាចកំបិតដែរតោះយើងចូលអង្គុយខាងក្នុងមានរឿងអីបានជាអួររំលេះទេពក៏អ្នកក៏នៅទីនេះដែររឿងធំបែបនេះពួកខ្ញុំមិនអាចអវត្តមានទេតើមានរឿងធំអ្វីឲ្យពិតប្រាកដដែលហ៊ានបង្កហេតុដល់យើងឥឡូវនេះខ្ញុំកំពុងជួបបញ្ហាពិបាកដោះស្រាយបញ្ហាអីហេវកថាក្របបែកនេះមានបញ្ហាអ្វីខោអាវការពារក្របមានវិទ្យុសកម្មហេវកអង្គថាក្របបែកនេះមានវិទ្យុសកម្មកុំលេងសាច់វាមិនអាចទៅរួចទេដូច្នេះខ្ញុំត្រូវរកអ្នកដើម្បីដោះស្រាយរឿងនេះចាំបន្តិចតើអ្នកចង់មានន័យថាឲ្យខ្ញុំនាំមនុស្សឆ្លងកាត់ទីវាលនេះចូលទៅខាងក្នុងដើម្បីត្រួតពិនិត្យរឿងត្រូវហើយអ្នកឈួតហើយមែនទេបើក្រុមយើងចូលទៅដល់មកទ្វារគឺគ្រាន់តែជាគោលដៅងាយស្រួលទេខ្លាចអីខ្ញុំទៅជាមួយអ្នកឈរនៅស្ងៀមខ្ញុំមិនបានយកអាវុធទេអ្នកមកធ្វើអ្វីខ្ញុំមកមើលបន្តិចអ្វីដែលអ្នកនិយាយពិតឬคล้ายតើពួកគេជាអ្នកណាមើលសម្លៀកបំពាក់ពួកគេទៅគួរតែជាអ្នកណាពួកគេជាក្រុមការពារគីមីសាស្ត្រហើយហេតុអ្វីខ្ញុំត្រូវជឿអ្នកពួកគេមិនវាចូលភ្លាមទេបើចូលមកពួកគេនឹងសម្លាប់ខ្ញុំហើយហាអ្នកនិយាយនេះគួរឲ្យសង្ស័យខ្លាំងណាស់ដំបូងខ្ញុំគិតថាអ្នកជាមនុស្សជំនាញតែឥឡូវខ្ញុំមើលទៅអ្នកមិនមែនដោយការគិតទេខ្ញុំមិនយល់ទេហេតុអ្វីអ្នកសួរសំណួរអីចឹងមុននឹងដឹងស្ថានភាពច្បាស់អ្នកគិតថាខ្ញុំនឹងបំបុកចូលទៅលុះត្រាតែអ្នកប្រព្រឹត្តអំពើឃាតកម្មធំមិនដូច្នោះទេខ្ញុំមិនផ្ដាំវាលោកទាំងប្រថុយទេឈប់ទៅខ្ញុំដឹងអ្នកក៏ដឹងដែរអ្នកមិនជឿខ្ញុំទេខ្ញុំក៏មិនជឿអ្នកដែររឿងនេះត្រូវតែរកដំណោះស្រាយហើយបើអ្នកមិនអនុញ្ញាតឲ្យខ្ញុំចូលមិនខ្ញុំដឹងថាពាក្យអ្នកពិតឬមិនពិតបើអីចឹងឲ្យបាត់បង់ទាំងអស់គ្នាទៅបើចង់ឲ្យវិនាសអន្តរាយវាคล้ายជាភេទបាត់ហើយលុះត្រាតែអ្នកមិនចង់បំផ្ទុះវាប៉ុន្តែមានរឿងមួយខ្ញុំជឿថាពិតប្រាកដណាស់គឺអ្នកមកទីនេះមិនមានបំណងរស់ត្រឡប់ទេគ្រាន់តែថាតើអ្នកនឹងស្លាប់នៅពេលណាខ្ញុំជឿរឿងហ្នឹងអ្នកដឹងច្បាស់ជាងខ្ញុំទៅទៀតនិយាយត្រូវណាស់ខ្ញុំពេញចិត្តអ្នកណាស់ក៏ប៉ុន្តែអ្នកកុំបារម្ភអីវាមិនទាន់ដល់ពេលដែលខ្ញុំត្រូវបំផ្ទុះទេរឿងសំខាន់បំផុតពេលនេះគឺខ្ញុំត្រូវបញ្ជូនលេខកូដចេញទៅបើអញ្ចឹងអ្នកអនុញ្ញាតឲ្យខ្ញុំចូលទៅមើលបន្តិចថាក្របបែកនោះពិតឬคล้ายបើអ្នកចង់ឲ្យថ្នាក់លើខ្ញុំយោគយល់អ្នកត្រូវតែមានហេតុផលដាក់ជូនពួកគេបើក្របបែកកំពេចកំប៉ុករបស់អ្នកคล้ายតើខ្ញុំនឹងរាយការណ៍ទៅថ្នាក់ដឹកនាំធំយ៉ាងដូចម្ដេចគ្រាន់តែរលាស់ចុងម្រាមជើងក៏គិតឃើញដែរយល់ព្រមហើយឈប់លេងល្បែងបោកបញ្ឆោតទៀតទៅកុំពិបាកច្រើនពេកមិនអីទេចូលមកចុះចាំពួកគេមិនបានចូលមកទេមានតែអ្នកម្នាក់ទេដែលអនុញ្ញាតខ្ញុំមិនមែនជាផ្នែកការពារសារធាតុគីមីទេខ្ញុំមិនដឹងរឿងនៅខាងក្នុងច្បាស់ទេបន្ថែមមនុស្សម្នាក់ពីរនាក់ទៀតដូចជាបរិះមាធំនៅពីក្រោយអ្នកនោះអ្នកទាំងពីរចូលមកចុះអ្នកពិតជារឹងរូស
កងទ័ពរំដោះប្រជាជនចិនរបស់អ្នកមិនមែនមានពាក្យស្លោកមួយឃ្លាទេយល់ចិត្តគ្នាល្អបំផុតខ្ញុំទៅជាមួយអ្នករាល់គ្នាត្រឡប់ទៅវិញទៅនេះជាវាសនាល្អណាស់ធ្វើឲ្យខ្ញុំរំភើបចិត្តមែនមិត្តភាពសមិទ្ធជ្រាលជ្រៅអ្នកពិតជាងាយនឹងអារម្មណ៍រសើបមែនពេលនេះឯងបង្កើតបញ្ហាយ៉ាប់យ៉ឺនបែបនេះឯងមានសិទ្ធិអីនឹងយំខ្ញុំអាចប្រាប់អ្នកបានអ្នកជាកណ្ដោពួកយើងទៅជាឆ្មាកុំយកកណ្ដោយំដាក់ឆ្មាហើយធ្វើពុតជាអ្នកមាននឹងសង្ហាតាមពិតអ្នកគ្រាន់តែជាមនុស្សអន់ម្នាក់ប៉ុណ្ណោះមិនអីទេខ្ញុំត្រូវចូលទៅខាងក្នុងឥឡូវនេះហើយ